ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះនាងខ្ញុំសូមធ្វើការចែករំលែកទាក់ទងអំពីការស្វែងរកការសម្រាកផ្ទាល់ខ្លួនយើងគ្រប់គ្នាគួរតែស្វែងរកពេលវេលាសម្រាកលំហែផ្ទាល់ខ្លួនហើយការសម្រាកលំហែផ្ទាល់ខ្លួននោះមានដូចជាទី1អានសៀវភៅធ្វើការស្រាវជ្រាវដើម្បីស្វែងរកចំណេះដឹងថ្មីៗទី2ចូលស្ដាប់ចម្រៀងដើម្បីកម្សាន្តអារម្មណ៍ហើយឬក៏ទី3ធ្វើការស្ដាប់ភ្លេងនិងទី4អាចផឹកតែឬកាហ្វេទី5ធ្វើកិច្ចការណាដែលខ្លួនចូលចិត្តឧទាហរណ៍ជិះកង់កម្សាន្តឬក៏ដើរលេងទៅខាងក្រៅហើយទី6ធ្វើសកម្មភាពបែបច្នៃប្រឌិតសូមអរគុណជម្រាបលា